បងប្អូនចាឆ្នោតរ៉េបងប្អូនឈប់ជីសៅឈប់នេះកាត់លេឆ្នោតខ្ញុំមួយនេះយកមកញ៉ាំខ្ញុំយកសាប់ឃើញនេះឯងណាឡានបុកបាក់កមិនកាត់ចេញអត់នេះចានេះហ្នឹងហើយកាត់ចេញនេះកាត់ក្បាប់3នេះឯងហ្នឹងយកទៅចាឆ្នោតបដាតនីឯងណែហុំបាក់បែកលើណាខ្ញុំនិយាយលេងទៅនេះចាក់ឆ្នោតតានេះហើយឡើយចាក់លេប្រមាណខ្ញុំចាក់កៅកុដនេះ100000ចានេះខ្ញុំមកចាក់ស្រូវែនតាប៉ុកក្តាល400000ខ្ញុំមក23ប៉ុកអា500000អូយរកអាតម្លៃខ្ពស់អញ្ចឹងលុយកាន់តែច្រើនកាន់តែល្អមកនេះម៉ានីចាពាក់សិនស្អីតែពុនឯងណោះអត់ចាឆ្លលើកណាក៏ដល់ចាពាក់តែរហូតណាហើយជូនឯងឲ្យខ្ញុំចាពាក់ទៅអីចុះខាត់ដាច់មួយចឹងណាខ្ញុំទៅសិនហើយចាទៅចុះឆ្នោបងប្អូនចាឆ្នោរ៉េបងប្អូនអ្នកមីងជំរាបសួរអ្នកមីងចាជំរាបសួរលោកគ្រូមិនបាច់ដល់ថ្នាក់នឹងពេកទេអីអ្នកមីងខាងខ្ញុំរាក់ដាក់ភីវតែប៉ុណ្្នឹងឯងហើយនិយាយចឹងអ្នកមីងចង់ខ្ចីប្រាក់ធនាគារខាងខ្ញុំអត់អូលោកគ្រូខ្ញុំមិនត្រូវការទេព្រោះលទ្ធភាពខ្ញុំគប់គុំគ្រួសារបានហើយអូអ្នកមីងអត់ដូចនិយាយពាក់មួយនៅtrongភូមិសោះខ្ចីលុយខាងធនាគារខ្ញុំទៅលេខបៀយកឲ្យប្តីផឹកសាផឹកអីហ្នឹងហើយអ្នកមីងអត់ធ្វើដូចគាត់ទេអើយលោកគ្រូអើយនេះជារឿងគេខ្ញុំមិនដឹងទេបើខ្ញុំវិញអត់ត្រូវការសោះត្មងអូយយកទៅអ្នកខកបំណងទៅនឹងហើយយកឲ្យចាញ់ទៅទុកកាប់ហាយកអ្នកយកឲ្យចាំច្រើនណាហើយអ្នកឯងដូចជ្រួច្បងណាអ្នកអូយត្រូវឲ្យអ្នក3អ្នកហ្នឹងសិតតែខ្មៅលបែងតែចាយកមកខ្មៅលបែងបើគ្មានមេខ្មៅលបែងតែក៏គ្មានកូនខ្មៅលបែងទេនិយាយត្រូវនេះជប់ចាក់ឆ្នោតឥឡូវណាចិត្តចេះណាចិត្តចេះណែអ្នកល្វើចាក់ឆ្នោតដៃអូអ្នកខ្ញុំមិនមែនជាអ្នកលេងលបែងអីទេហើយចាំឲ្យខ្ញុំទៅឯងណែអ្នកខ្ញុំមានបានហៅមកណាអញ្ចឹងខ្ញុំមកខ្លួនឯងដូចឈួតយកស្បែកចឹងតែកតាមកឥឡូវណាចឹងតែសិនហើយអូយលោកគ្រូចាក់ឆ្នោតដៃឥឡូវមិនឲ្យដៃប្រុសហ្មងនេះឃើញប្រុសមិនបានមិនចំណែកមែនបើមកភូមិហ្នឹងឃើញប្រុសបានណាមកភូមិហ្នឹងយើងស៊ីដាច់គេណែចុះឲ្យលឿនណាលោកគ្រូឲ្យចុះយ៉ាងម៉េចកំពុងតែឡើងហាមកចឹងអូឲ្យហាមកយករាចោឃ្លានពេកម៉ែថ្ងៃក្រោយនៅបនលបែងឯងធំតិចមកអើយកូនឯងកុំផៃមើលចាំម៉ែខ្ចីលុយធនាគារបើបនលបែងឲ្យធំតាម៉ែហៅមកអូយមានតាកូនអូយតាម៉ែភ្ញៀវពិសេសភ្ញៀវវិញឲ្យនេះមកអីគូកធំមកទៅហៅឆ្កែអីនេះបើអង្គុយចឹងដែរនេះឯងលឺមកចាច់បៀមកនេះអូយណែនេះមិនក៏មកលេងលបែងចឹងហើយអ្នកឯងមិនដឹងអត់ថាការលេងលបែងហ្នឹងឯងវាខុសច្បាប់ត្រឹមត្រូវណានេះបើមិនត្រឹមត្រូវមិន1 2 3 4គ្រប់ចឹងល្មមមកអ្នកចាច់បៀមកចង់ធ្វើគាត់ឡើងណោះនេះមកពងញ័រចង់លេងផងអ្នកឯងការបងប្រាក់ខាងធនាគារខាងខ្ញុំអ្នកឯងខានបងប្រាក់3 4ខែហើយណាហេនេះកំពុងចាញ់បៀបើមានណាខ្ញុំសងហើយណែអ្នកឯងចិត្តតែថាអត់មានរហូតឡើងប្រហែលខែអត់តន់បងឲ្យខ្ញុំផងលោកគ្រូនេះនិយាយយ៉ាងចេះស្ដាប់គ្នាសោះឯងចាញ់មកទទួលភ្ញៀវតិចមកលឿនមកឯងបាទឯងខ្ញុំដឹងហើយលោកគ្រូនេះនិយាយចេះស្ដាប់គ្នាសោះ